ធ្លាប់មានអារម្មណ៍ទេថានៅពេលយប់ជ្រៅអំឡុងពេលដែលអ្នកនៅម្នាក់ឯងមាននរណាម្នាក់កំពុងឈរនៅខាងក្រៅខ្នងរបស់អ្នកទោះបីជាអ្នកមើលមិនឃើញគេក៏ដោយក៏ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរសម្លឹងមកអ្នករឿងដែលខ្ញុំលើកមកនិយាយនៅពេលនេះគឺជារឿងរបស់បុរសម្នាក់ដែលមានឈ្មោះថាវិសាលធ្លាប់ធ្វើការនៅខេត្តមួយឆ្ងាយពីទីក្រុងតែដោយសារតែការងារគេត្រូវជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់ចាស់មួយនៅក្នុងផ្ទះសំណាក់នោះមានបន្ទប់ជាច្រើនក៏ប៉ុន្តែមានបន្ទប់មួយដែលម្ចាស់ផ្ទះមិនដែលអនុញ្ញាតឲ្យភ្ញៀវចូលស្នាក់នៅនោះឡើយហើយវានោះគឺបន្ទប់លេខ7យប់មួយវិសាលមកដល់ផ្ទះសំណាក់ប្រហែលជាម៉ោង10យប់ហើយភ្លៀងកំពុងតែធ្លាក់ខ្លាំងគេបានដើរទៅកាន់តុទទួលភ្ញៀវហើយគេឃើញបុរសចំណាស់ម្នាក់កំពុងអង្គុយអានសៀវភៅនៅលើតុនោះវិសាលចាប់ផ្ដើមនិយាយលោកពូតើលោកពូមានបន្ទប់ទំនេរទេបុរសចំណាស់មនុស្សស្រាប់តែងើបមុខឡើងហើយសម្លឹងមើលវិសាលពីក្បាលរហូតដល់ចុងជើងហើយគាត់បានសួរវិសាលថាមកស្នាក់នៅម្នាក់ឯងមែនទេវិសាលតបថាបាទពូមកនៅម្នាក់ឯងពូបុរសចំណាស់នោះបានស្ងប់ស្ងាត់មួយរយៈពេលហើយក៏លើកសោបន្ទប់លេខ6យកមកឲ្យវិសាលទទួលសោហើយមុននឹងគេចាក់ចេញទៅលោកពូក៏បានផ្ដាំគេថាប្រសិនបើមានគេហៅឈ្មោះនៅពេលយប់កុំឆ្លើយឲ្យសោះវិសាលញញឹមហើយគិតថាប្រហែលជាមកពីពូនេះអានសៀវភៅរឿងខ្មោចច្រើនពេកហើយមើលទៅគេបានឡើងទៅបន្ទប់លេខ6ហើយនៅពេលដែលគេដើរនៅតាមច្រកផ្លូវឡើងទៅបន្ទប់លេខ6វិសាលសង្កេតឃើញមានទ្វារមួយនៅចុងផ្លូវនោះគឺបន្ទប់លេខ7ទ្វារនោះចាស់ខ្លាំងណាស់ហើយមានខ្សែច្រវាក់និងយ័ន្តគាថាចងនៅពីខាងក្រៅហើយជាពិសេសនៅលើទ្វារនោះមានស្នាមក្រយៅដៃជាច្រើននៅប្រហែលម៉ោង12:47នាទីវិសាលកំពុងលង់លក់ក្នុងដំណេកស្រាប់តែមានឮសំឡេងគោះទ្វារពីខាងក្រៅវិសាលអង្គុយលើគ្រែហើយផ្ទៀងត្រចៀកស្ដាប់វិសាលបានឮសំឡេងគេហៅឈ្មោះម្ដងហើយម្ដងទៀតវិសាលបានគិតថាប្រហែលជាអ្នកផ្សេងគោះទ្វារគេបានដើរទៅជិតទ្វារប៉ុន្តែមិនបានបើកទ្វារនោះទេបន្ទាប់មកក៏មានឮសំឡេងស្ត្រីម្នាក់ហៅពីខាងវិសាលឈរថ្មឹងមួយសន្ទុះដោយសារនៅទីនោះគ្មាននរណាម្នាក់ដែលស្គាល់ឈ្មោះគេនោះទេហើយសំឡេងនោះក៏បានហៅឈ្មោះគេម្ដងវិសាលបើកទ្វារភ្លាមនោះវិសាលក៏នឹកឃើញដល់សម្ដីលោកពូដែលបានប្រាប់គេថាប្រសិនបើមាននរណាម្នាក់ហៅឈ្មោះនៅពេលយប់សូមកុំឆ្លើយវិសាលមិនបានតបតអ្វីទាំងអស់បន្ទាប់មកពី3នាទីសំឡេងនោះក៏បានបាត់ទៅវិញលុះព្រឹកឡើងវិសាលក៏បានចុះទៅសួរម្ចាស់ផ្ទះថាយប់មិញតើមាននរណាគេឡើងមកបន្ទប់ខ្ញុំដែរឬទេបុរសចំណាស់ស្ងាត់មួយសន្ទុះហើយក៏និយាយថាហេតុអីវិសាលក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់លោកពូពេលឮចប់បុរសចំណាស់នោះប្រែជាមុខស្លេកហើយសួរវិសាលថាតើឯងបានឆ្លើយវាដែរអត់វិសាលក៏តបថាអត់ទេហើយសួរទៀតថាតើវាជានរណាបុរសចំណាស់នោះមិនតបហើយប្រាប់វិសាលថាប្រសិនបើយប់នេះមានគេគោះទ្វារទៀតកុំចេញមកក្រៅឲ្យសោះលុះយប់ឡើងវិសាលបានរៀបចំដាក់កៅអីបាំងទ្វារគេចង់ប្រកាសថានឹងគ្មាននរណាម្នាក់អាចចូលក្នុងបានលុះវេលាម៉ោង1:30នាទីភ្លើងនៅក្នុងបន្ទប់របស់វិសាលក៏ចាប់ផ្ដើមភ្លឹបភ្លែតបន្ទាប់មកមានសំឡេងជើងដើរនៅខាងក្រៅសម្រាប់ជើងតក់ពីចុងផ្លូវមកជិតបន្ទប់លេខ6វិសាលឈរជាប់កន្លែងសំឡេងជើងឈប់នៅមុខទ្វាររបស់គេស្ងាត់មួយសន្ទុះបន្ទាប់មកក៏ឮសំឡេងគោះទ្វារសំឡេងស្រីមិនឮឡើងហើយហៅឈ្មោះវិសាលដកដង្ហើមធំប៉ុន្តែពេលនេះសំឡេងនោះគឺមិននៅក្រៅទ្វារទេតែវាចេញពីក្រោមគ្រែរបស់វិសាលបានងាកទៅមើលក្រោមគ្រែយ៉ាងយឺតប៉ុន្តែគេមិនហ៊ានអោនមើលទេលុះព្រឹកថ្ងៃបន្ទាប់វិសាលសម្រេចចិត្តថានឹងចាក់ចេញពីផ្ទះសំណាក់ប៉ុន្តែពេលរៀបចំអីវ៉ាន់គេឃើញរូបថតមួយសន្លឹកនៅក្រោមគ្រែរូបថតនោះបង្ហាញពីផ្ទះសំណាក់កាលពីជាង20ឆ្នាំមុនមានមនុស្សជាច្រើនឈរនៅមុខផ្ទះប៉ុន្តែមាននារីម្នាក់ឈរនៅខាងក្រោយមុខរបស់នាងត្រូវបានគូសខ្មៅវិសាលយករូបថតនោះទៅសួរម្ចាស់ផ្ទះពេលបុរសចំណាស់ឃើញគាត់ចាប់ផ្ដើមញ័រដៃគាត់និយាយថានាងឈ្មោះសុភាវិសាលនាងជាអ្នកណាបុរសចំណាស់ស្ងាត់យូរបន្ទាប់មកគាត់និយាយនាងធ្លាប់ស្នាក់នៅបន្ទប់លេខ7ប្រហែល15ឆ្នាំមុនសុភាជានារីវ័យក្មេងម្នាក់ដែលមកស្នាក់នៅទីនេះយប់មួយនាងបានបាត់ខ្លួនម្ចាស់ផ្ទះនឹងនៅជិតខាងស្វែងរកនាងអស់ជាច្រើនថ្ងៃប៉ុន្តែមិនឃើញនាងទេរហូតដល់ថ្ងៃមួយសប្តាហ៍ក្រោយមានក្លិនស្អុយរបស់នាងចេញពីបន្ទប់លេខ7
ពេលគេបើកទ្វារពួកគេបានរកឃើញសុភាប៉ុន្តែរឿងដែលចម្លែកនោះគឺបន្ទប់លេខ7ត្រូវបានចាក់សោពីខាងក្រៅហើយគ្មាននរណាដឹងថានរណាជាអ្នកសម្លាប់នាងចាប់ពីថ្ងៃនោះមកអ្នកដែលស្នាក់នៅជិតបន្ទប់លេខ7តែងតែឮសំឡេងនាងតែងហៅឈ្មោះអ្នកហើយសួរថាឃើញខ្ញុំទេវិសាចាប់ផ្ដើមភ័យគេចង់ចាក់ចេញភ្លាមប៉ុន្តែពេលគេចុះទៅម្ចាស់ផ្ទះមិននៅទេទ្វារខាងមុខត្រូវបានចាក់សោវិសាយកទូរស័ព្ទប៉ុន្តែគ្មានសេវាគេចាប់ផ្ដើមគោះទ្វារពូគ្មានអ្នកឆ្លើយភ្លាមនោះក៏ឮសំឡេងគោះទ្វារទៀតមានសំឡេងគោះពីជាន់លើវិសាងាកមកឃើញច្រកផ្លូវនៅបន្ទប់លេខ7មានទ្វារមួយកំពុងបើកយឺតខាងក្នុងងងឹតសូនវិសាដឹងថាគេមិនគួរមកទីនេះទេប៉ុន្តែគេបានឮសំឡេងមួយហៅឈ្មោះគេវិសាលហើយលើកនេះសំឡេងនោះស្ដាប់ទៅដូចជាសំឡេងរបស់គាត់ផ្ទាល់វិសាលមកជួយខ្ញុំវិសាដើរឡើងជណ្ដើរពីមួយជំហានទៅមួយជំហានបេះដូងរបស់គេលឿនជាងជើងគេចូលទៅក្នុងបន្ទប់លេខ7ខាងក្នុងមានតែគ្រែចាស់មួយកញ្ចក់មួយនិងទូឈើចាស់នៅលើជញ្ជាំងមានស្នាមកញ្ចក់ជាច្រើនហើយនៅលើជញ្ជាំងមានអក្សរមួយកុំទុកឲ្យគេដឹងថាខ្ញុំនៅទីនេះវិសាលមើលកញ្ចក់នៅក្នុងកញ្ចក់គេឃើញខ្លួនឯងប៉ុន្តែមាននារីម្នាក់ឈរនៅខាងក្រោយវិសាលបង្វិលខ្លួនភ្លាមគ្មាននរណាទេគេមើលកញ្ចក់ម្ដងទៀតនារីនោះនៅតែឈរមុខនាងស្លេកសក់វែងបាំងមុខហើយដៃរបស់នាងកំពុងចង្អុលទៅក្រោមគ្រែវិសាលមិនចង់មើលទេប៉ុន្តែចិត្តគេប្រាប់ថាមានអ្វីមួយនៅទីនោះគេចុះយឺតហើយលូកដៃទៅក្រោមគ្រែម្រាមដៃនឹងប៉ះវត្ថុមួយសិភៅវិសាលទាញវាចេញវាជាសិភៅកំណែហេតុរបស់សុភានៅចុងទំព័រក្រោយមានអក្សររបស់នាងខ្ញុំដឹងថាអ្នកជាអ្នកធ្វើប៉ុន្តែគេប្រាប់ខ្ញុំថាបើអ្នកនិយាយគេនឹងសម្លាប់ខ្ញុំបើអ្នកណាម្នាក់រកឃើញសិភៅនៅទីនេះកុំទុកចិត្តម្ចាស់ផ្ទះវិសាឈប់ដកដង្ហើមម្ចាស់ផ្ទះភ្លាមទ្វារបន្ទប់លេខ7បិទដោយខ្លួនឯងប៉ង់វិសារត់បាស់ជើងមិនបានបើកពីខាងក្រៅមានសំឡេងបរោះចាស់វិសាបើកទ្វារកុំអានសិភៅនោះវិសាដឹងហើយថាមនុស្សដែលគេចង់ជៀសវាងប្រហែលមិនមែនជាខ្មោចទេវិសាបើកទំព័របន្ទាប់មានរូបថតមួយសន្លឹកវាជារូបថតរបស់ម្ចាស់ផ្ទះកាលពីក្មេងនៅក្បែរគាត់គឺសុភាមិនមានជាភ្ញៀវធម្មតាទេនាងគឺជាកូនស្រីរបស់គាត់វិសាស្រឡាំងកាំងភ្លាមសំឡេងពីក្រៅទ្វារនិយាយខ្ញុំប្រាប់នាងឲ្យឈប់និយាយតែនាងមិនស្ដាប់ដូច្នេះខ្ញុំត្រូវបិទមាត់នាងវិសាដើរថយក្រោយទ្វារបន្ទប់ចាប់ផ្ដើមញ័រប៉ាំងប៉ុន្តែភ្លាមសំឡេងសុភាលាន់ឡើងពីខាងក្រោយមិនមែនគាត់ទេវិសាងាកសុភាឈរនៅកណ្ដាលបន្ទប់នាងលើកដៃចង្អុលទៅកញ្ចក់នៅក្នុងកញ្ចក់វិសាឃើញមនុស្សម្នាក់ទៀតមនុស្សប្រុសឈរនៅខាងក្រោយម្ចាស់ផ្ទះហើយមនុស្សនោះគឺជាវិសាចាប់ផ្ដើមស្រឡាំងកាំងគេមិនយល់អ្វីទាំងអស់ភ្លាមនោះសុភានិយាយអ្នកមិនមែនមកទីនេះជាលើកដំបូងទេវិសាចាប់ផ្ដើមឈឺក្បាលរូបភាពចាស់ចាប់ផ្ដើមលេចឡើងនៅក្នុងខួរក្បាលរបស់គេផ្ទះនេះបន្ទប់លេខ7សុភាគេធ្លាប់ឃើញវាទាំងអស់ប៉ុន្តែមិនមែនកាលពី15ឆ្នាំមុនទេវាគឺកាលពី15ឆ្នាំមុនវិសាគឺជាក្មេងប្រុសម្នាក់ដែលធ្លាប់រស់នៅក្នុងផ្ទះនេះហើយគេបានឃើញអ្វីមួយនៅយប់ដែលសុភាស្លាប់ប៉ុន្តែដោយសារគេចង់រស់គេបានភ្លេចវាទាំងអស់ម្ចាស់ផ្ទះមិនមែនជាឪពុករបស់សុភាទេគាត់គ្រាន់តែជាមនុស្សម្នាក់ដែលលាក់ការពិតហើយវិសាគឺជាសាក្សីចុងក្រោយបន្ទាប់មកទ្វារបន្ទប់លេខ7ក៏បើកដោយខ្លួនឯងវិសារត់ចេញគេចុះពីជណ្ដើររត់ទៅទ្វារខាងមុខប៉ុន្តែម្ចាស់ផ្ទះឈរនៅទីនោះកាន់កាំបិតឥឡូវនេះអ្នកចាំបានហើយវិសារត់ថយក្រោយភ្លាមនោះភ្លើងទាំងអស់ក៏រលត់បន្ទាប់មកមានសំឡេងសុភាកុំភ័យខ្ញុំនឹងជួយអ្នកសំឡេងជំហានចាប់ផ្ដើមលាន់ឡើងតក់ប៉ុន្តែវាមិនមែនជាសំឡេងជើងរបស់វិសាទេវាជាសំឡេងជើងរបស់សុភាបរោះចំណាស់ចាប់ផ្ដើមស្រែកអត់កុំមករកខ្ញុំបន្ទាប់មកក៏ស្ងាត់លុះព្រឹកថ្ងៃបន្ទាប់ប៉ូលីសបានរកឃើញផ្ទះសំណាក់មួយដែលទ្វារនៅខាងមុខបើកចំហបរោះចំណាស់ត្រូវបានរកឃើញស្លាប់នៅមុខបន្ទប់លេខ7ប៉ុន្តែគ្មានសញ្ញារបស់វិសាទេមិនមានសាកសពមិនមានទូរស័ព្ទមិនមានសម្លៀកបំពាក់គ្មានអ្វីទាំងអស់មានតែសិភៅកំណត់ហេតុមួយដាក់នៅលើគ្រែនៅទំព័រចុងក្រោយមានអក្សរថ្មីមួយដែលមិនមែនជាអក្សររបស់សុភាវាសរសេរថាខ្ញុំមិនបានបាត់ខ្លួនទេខ្ញុំគ្រាន់តែមិនអាចត្រឡប់មកវិញបានចាប់ពីថ្ងៃនោះមកអ្នកស្រុកនៅក្នុងតំបន់នោះនិយាយថាបើអ្នកដើរឆ្លងកាត់ផ្ទះសំណាក់ចាស់នោះនៅពេលយប់អ្នកនឹងឮសំឡេងមនុស្សពីរនាក់ម្នាក់ជាស្រីនិងម្នាក់ទៀតជាបុរសពួកគេតែងតែហៅឈ្មោះអ្នកដំណើរហើយមានច្បាប់មួយដែលអ្នកស្រុកគ្រប់គ្នាដឹងបើអ្នកឮនរណាម្នាក់ហៅឈ្មោះពីរខាងក្រោយកុំងាកមើលព្រោះអ្នកអាចឃើញនរណាម្នាក់ដែលមិនគួរតែមាននៅលើโลกនេះទៀតទេ
ហើយម្នាក់នោះគឺគ្មាននរណាម្នាក់ទេគឺវិសានេះ